ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទតាចំបៃអ្នកចំការបាទធ្វើជាវីដេអូមកបង្ហាញថ្នាំមួយមុខទៀតហើយបាទសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់មិនសូវឃ្លានបាយបាទជាតែនឿយណាយជាមួយនឹងអាហារនឹងដូចមិនសូវឃ្លានសូវចង់ហូបអីចឹងណាថ្ងៃនេះធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនស្គាល់ថ្នាំបាយបានហើយបាទប៉ុន្តែសូមពុកម៉ែបងប្អូនកុំភ្លេចជួយ share ផងណាបាទ share ទៅចែកអ្នកដឹងថាថ្នាំនឹងថ្នាំអីចឹងណាបាទហើយមួយទៀតបងប្អូនសូមជួយចុច follow លើ page ទាំងពីររបស់ខ្ញុំម្នាក់មួយផងបងប្អូនបាទ page ទី1 page តាចំបៃអ្នកចំការ page ទី2មរតកដូនតាអ្នកចំការបាទខ្ញុំបង្កើត page មរតកដូនតាអ្នកចំការនេះខ្ញុំសកួរកៃឡូ page តាចំបៃខ្ញុំវាខូចទៅយើងទៅបង្ហោះនៅ page មរតកដូនតាវិញណាបងប្អូនបាទព្រោះ page តាចំបៃខ្ញុំជាតល្អល្អួលចឹងមិនទុកចិត្តក៏បង្កើត page ថ្មីសកួរទៅចឹងបងប្អូនទៅ follow ទាំងពីរផងបាទអរគុណចឹងពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនអត់ឃ្លានបាយមិននឹកទឹកមិនស្រេកជាតែនឿយណាយចំណីអាហារហ្នឹងពុកម៉ែបងប្អូនរោបបេះស្លឹកវល្លិដកទួហ្នឹងហើយបងប្អូនខ្លះហៅផ្លែក្តោកលិតហ្នឹងរៀងបងប្អូនបេះតែស្លឹកវាមកក្តាប់មកអាំងវាបាទឬក៏លីងឲ្យឆ្អិនល្មមអញ្ចឹងណាបាទមិនបាច់ហាលទេយកមកអាំងយើងបេះចង្ក៏បានទេតង់មេយកមកអាំងវាចាំយើងបូតដោយស្លឹកណាអាំងឲ្យឆ្អិនសិនទៅបាទដាក់អាំងប្រែត្រឡប់ចុះត្រឡប់ឡើងដល់ឆ្អិនស្លឹកឆ្អិនល្អហើយយើងបូតបាទបូតដាក់ដាំទៅដាក់ទាំងអស់ក៏បានណាវាមិនចេះអីវាដើមដកទួឆ្នាំកម្លាំងឡែហ្នឹងបាទដើមវាអីហ្នឹងចឹងអាំងដាក់ទាំងអស់ចឹងក៏បានដែរមួយឆ្នាំអាំងឆ្អិនទាំងដើមនឹងមេឃវាលាងទឹកស្អាតអាំងហើយដាក់ប្រងបាទដាំទឹកហូបរាល់ថ្ងៃមានអីមានកម្លាំងក៏មានបាយក៏ឆ្ងាញ់ណាបងប្អូនចឹងកុំភ្លេច share ផងណាចែកអ្នកដឹងបើបងប្អូនហូបបាយមិនបានរួចទៅដកទួហ្នឹងតែមកមុខហ្នឹងបាច់រួយវិញឆ្ងាយស្លឹកវាហ្នឹងបាទតែបើមេឃទូចដូចខ្ញុំថាទៅដាក់អាំងទាំងអស់ដាក់ទាំងមេឃទាំងអីចឹងទៅបាទហ្នឹងហើយចឹងជាថ្នាំបាយបានបងប្អូនបាទអរគុណច្រើនពេញសេចែកអ្នកដឹងផងបាទអរគុណជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទតាចំបៃអ្នកចំការបាទធ្វើជាវីដេអូមកបង្ហាញថ្នាំមួយមុខទៀតហើយបាទសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់មិនសូវឃ្លានបាយបាទជាតែនឿយណាយជាមួយនឹងអាហារនឹងដូចមិនសូវឃ្លានសូវចង់ហូបអីចឹងណាថ្ងៃនេះធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនស្គាល់ថ្នាំបាយបានហើយបាទប៉ុន្តែសូមពុកម៉ែបងប្អូនកុំភ្លេចជួយ share ផងណាបាទ share ទៅចែកអ្នកដឹងថាថ្នាំនឹងថ្នាំអីចឹងណាបាទហើយមួយទៀតបងប្អូនសូមជួយចុច follow លើ page ទាំងពីររបស់ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនបាទ page ទី1 page តាចំបៃអ្នកចំការ page ទី2មរតកដូនតាអ្នកចំការបាទខ្ញុំបង្កើត page មរតកដូនតាអ្នកចំការនេះខ្ញុំសកួរកៃឡូ page តាចំបៃខ្ញុំវាខូចទៅយើងទៅបង្ហោះនៅ page មរតកដូនតាវិញណាបងប្អូនបាទព្រោះ page តាចំបៃខ្ញុំជាតល្អល្អួលចឹងមិនទុកចិត្តក៏បង្កើត page ថ្មីសកួរទៅចឹងបងប្អូនទៅ follow ទាំងពីរផងបាទអរគុណចឹងពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនអត់ឃ្លានបាយមិននឹកទឹកមិនស្រេកជាតែនឿយណាយចំណីអាហារហ្នឹងពុកម៉ែបងប្អូនរោបបេះស្លឹកវល្លិដកទួហ្នឹងហើយបងប្អូនខ្លះហៅផ្លែក្តោកលិតហ្នឹងរៀងបងប្អូនបេះតែស្លឹកវាមកក្តាប់មកអាំងវាបាទឬក៏លីងឲ្យឆ្អិនល្មមអញ្ចឹងណាបាទមិនបាច់ហាលទេយកមកអាំងយើងបេះចង្ក៏បានទេតង់មេយកមកអាំងវាចាំយើងបូតដោយស្លឹកណាអាំងឲ្យឆ្អិនសិនទៅបាទដាក់អាំងប្រែត្រឡប់ចុះត្រឡប់ឡើងដល់ឆ្អិនស្លឹកឆ្អិនល្អហើយយើងបូតបាទបូតដាក់ដាំទៅដាក់ទាំងអស់ក៏បានដែរវាមិនចេះអីវាដើមដកទួឆ្នាំកម្លាំងឡែហ្នឹងបាទដើមវាអីហ្នឹងចឹងអាំងដាក់ទាំងអស់ចឹងក៏បានដែរមួយឆ្នាំអាំងឆ្អិនទាំងដើមនឹងមេឃវាលាងទឹកស្អាតអាំងហើយដាក់ប្រងបាទដាំទឹកហូបរាល់ថ្ងៃមានអីមានកម្លាំងក៏មានបាយក៏ឆ្ងាញ់ណាបងប្អូនចឹងកុំភ្លេច share ផងណាចែកអ្នកដឹងបើបងប្អូនហូបបាយមិនបានរួចទៅដកទួហ្នឹងតែមកមុខហ្នឹងបាច់រួយវិញឆ្ងាយស្លឹកវាហ្នឹងបាទតែបើមេឃទូចដូចខ្ញុំថាទៅដាក់អាំងទាំងអស់ដាក់ទាំងមេឃទាំងអីចឹងទៅបាទហ្នឹងហើយចឹងជាថ្នាំបាយបានបងប្អូនបាទអរគុណច្រើនពេញសេចែកអ្នកដឹងផងបាទអរគុណ